Welcome back to my new vlog. Today I'm arrived in Karachi province. This is not a vacation trip. Along the way, I passed any beautiful landscape. Sometimes like this road along quiet and full of chat. I believe every journey is on lesson. Today I like to take you enjoy the beautiful right field of the Karachi. The cool breeze and lush green field bring the deep sense of peace. Standing here reminds me to nature has power to heal our entire mind. Sometimes taking a moment and my nature gives us the strength to keep on moving forward. I did come here to relax, but I learned how to let my mind to rest. Work is important, but taking care of your mind is just as important. Life is not about moving faster than everyone else. It is about never giving up. Every day is a small step toward a big dream. សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ New Blog ថ្មីរបស់ខ្ញុំថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាមកដល់ខេត្តកញ្ចេះហើយដំណើររបស់ខ្ញុំនេះដែរគឺមិនមែនខ្ញុំមកកំសាន្តនោះទេគឺខ្ញុំមកបំពេញភារកិច្ចការងារនៅក្នុងខេត្តកញ្ចេះតែប៉ុណ្ណោះពេលដែលខ្ញុំធ្វើដំណើរឆ្លងកាត់ទេសភាពដ៏ស្រស់ស្អាតខ្ញុំក៏បានផុសដ្រូនដើម្បីថតយកទេសភាពសម្រាប់អ្នកទាំងអស់គ្នាទស្សនាហើយខ្ញុំទុកវាជាការចងចាំរបស់ខ្ញុំដែរនៅក្នុង YouTube Channel របស់ខ្ញុំពេលដែលយើងមកដល់ខេត្តកញ្ចេះខ្ញុំបានផុសដ្រូននេះគឺខ្ញុំឃើញទិដ្ឋភាពពណ៌បៃតងស្រស់ស្អាតមែនទែនយើងមើលឃើញរហូតដល់ជើងមេឃហើយរឿងដែលពិសេសនោះមានន័យថានៅខេត្តកញ្ចេះយើងសម្បូរទៅដោយធនធានធម្មជាតិសម្បូរទៅដោយត្រីជាពិសេសគឺកន្លែងទេសចរគឺច្រើនមែនទែនហើយរឿងដែលពិសេសបំផុតនៅក្នុងខេត្តកញ្ចេះដែរពិភពលោកមិនមាននោះគឺជាផ្សោតទឹកសាបរបស់យើងគឺមានតែមួយគត់នៅលើពិភពលោកអញ្ចឹងយើងនាំគ្នាថែរក្សាធនធានធម្មជាតិរបស់យើងឲ្យបានល្អបំផុតឲ្យគង់វង្សបានយូរអង្វែងនៅពេលដែលខ្ញុំមើលឃើញទេសភាពពីលើផ្ទៃមេឃខ្ញុំឃើញថាវាស្រែវាស្រូវនិងធនធានធម្មជាតិនៅក្នុងខេត្តកញ្ចេះនេះពិតជាមានសក្តានុពលសម្រាប់ខេត្តកញ្ចេះខ្ញុំឲ្យដាក់ឈ្មោះហៅថាគឺតំបន់នៃទឹកដីមាសដែលខ្ញុំមើលឃើញថានៅតំបន់ខេត្តកញ្ចេះសម្បូរទៅដោយធនធានធម្មជាតិដូចជាថ្មម៉ាបដីក្រហមចំការកស៊ូចំការចន្ទីវាស្រែធនធានធម្មជាតិត្រីហើយរឿងដែលសំខាន់មច្ឆជាតិនឹងគឺច្រើនហើយរឿងនៅក្នុងពិភពលោកដែលមិនមាននោះគឺដូចខ្ញុំនិយាយខាងលើអញ្ចឹងថាគឺផ្សោតទឹកសាបរបស់យើងនេះគឺជាប្រភេទដែលកម្រហើយគឺមានតែមួយគត់នៅក្នុងប្រទេសកម្ពុជារបស់យើងហើយនៅតំបន់អាស៊ីសម្រាប់ទេសភាពវាស្រែវាស្រូវពោតចំការដែលមាននៅក្នុងខេត្តកញ្ចេះរបស់យើងមើលទៅជាស្រស់ស្អាតហើយធ្វើឲ្យយើងមានអារម្មណ៍ថាព្យាបាលរបួសផ្លូវចិត្តព្យាបាលធ្វើឲ្យចិត្តរបស់យើងស្ងប់ល្អហើយនឹងបាត់ stress ជាច្រើននៅពេលដែលយើងប៉ះនឹងធម្មជាតិយើងមើលឃើញទេសភាពដ៏ស្រស់ស្អាតធ្វើឲ្យយើងមានអារម្មណ៍ថាព្យាបាលនៅជំងឺជាច្រើនដែលធ្វើឲ្យយើងធូរអារម្មណ៍ស្រស់ស្រាយមែនទែនសម្រាប់មកកាន់ខេត្តកញ្ចេះយ៉ាងនេះអញ្ចឹងសម្រាប់បងប្អូនដែលចង់មកលេងខេត្តកញ្ចេះគឺនាំគ្នាចូលរួមក្នុងការថែរក្សាបរិស្ថានធនធានធម្មជាតិនិងឲ្យបានគង់វង្សបានយូរអង្វែង Thank you for joining me on today. It's a journey